រិជមិត្តនៅចាំបងមកក្រុមនេះបានទេគឺជាកីឡាករនិងក្រុមការងាររបស់ក្លឹបកៃរ៉េតអាល់ម៉ាទីបងប្អូនយើងគាត់រំភើបមែនទែននៅពេលដឹងថាខ្លួននឹងចាប់ឆ្នោតប៉ះក្រុមអាឌ្រីសរៀលម៉ាឌ្រីតនៅក្នុងការប្រកួតវគ្គជម្រុះនៃពានរង្វាន់ Champions League អញ្ចឹងមកយប់នេះគឺការប្រកួតគឺមកដល់ហើយបងប្អូនយើងនៅវេលាម៉ោង11នឹង45នាទីម៉ោងនៅកម្ពុជាអញ្ចឹងបងប្អូនយើងកុំភ្លេចរងចាំមើលដល់គ្នាសម្រាប់ការប្រកួតនេះហើយក្រុមកែរ៉េតបងយើងនេះគឺជាលើកទី1ហើយសម្រាប់ពួកគាត់ក្នុងការលេងនៅពានអឺរ៉ុបបងយើងគឺ UCL តាំងពីបង្កើតក្លឹបមកគឺមិនដែលបានស្គាល់ជាតិពីលេងពាន UCL ទេគឺជាការប្រកួតដំបូងហើយគឺបានប៉ះក្រុមលំដាប់ទៀតបងយើងអញ្ចឹងឃើញថាកីឡាករទាំងក្រុមការងារទាំងម្ចាស់ក្លឹបរបស់កៃរ៉េតពិតជារំភើបមែនទែនបងយើងទោះបីជាលទ្ធផលចាញ់ឈ្នះឬក៏ស្មើយ៉ាងម៉េចគឺថាមានជឿថាគឺគាត់មិនសូវជាខ្វល់ប្រហែលទេពួកយើងសកម្មក៏បានប៉ះក្លឹបដែលថាល្បីគឺ Real Madrid អញ្ចឹងគឺយប់នេះដឹងតែក៏ក្រើកហើយហើយបងប្អូនយើងនិយាយអំពីតម្លៃក្លឹបវិញគឺខុសគ្នាឆ្ងាយមែនទែនដូចបីនឹងដីណាគឺក្រុមកៃរ៉េតអាល់ម៉ាទីនេះមានតម្លៃតែជាង12លានអឺរ៉ូទេប៉ុន្តែReal Madrid គឺមានតម្លៃសរុបកីឡាកររហូតដល់ទៅ1400លានអឺរ៉ូបងយើងអញ្ចឹងគឺតម្លៃខុសគ្នាឆ្ងាយប៉ុន្តែសម្រាប់ការប្រកួតយើងមិនអាចមើលត្រឹមតែតម្លៃកីឡាករយើងអាចមើលឃើញពីលទ្ធផលទេពួកយើងគឺលទ្ធផលគឺមិនអាចវិតម្លៃបានទៅលើតម្លៃខ្លួនកីឡាករទេយ៉ាងណាយើងរងចាំមើល90នាទីពេញនៅលើទីលានតែក្រុមណានឹងអាចមានឱកាសដណ្ដើមនៅ3ពិន្ទុនៃវគ្គជម្រុះChampions League